ដូចថាសៅលីងមានម្នាក់ឈ្មោះអ៊ូស៊ូក្បាច់គុណរបស់គេពូកែខ្លាំងណាស់អានថ្ងៃនេះយើងក៏ចង់សាឡបងដែរហេបងប្រុសឈប់ទៅមានចាត់ទៅជាមួយឯងនេះថយចេញទៅកុំពីតែបងត្រូវការនៅនឹងខ្ញុំណាយកវាមកតើខៃកំពីមិនធូរសាច់ដុំយើងយកទៅឲ្យព្រះអង្គជាមួយនឹងគ្នាតែម្ដងទៅណាបងយល់ព្រមនឹងឯងក្រោយពេល3ថ្ងៃប្រកាសជាសងឯងវិញបងយកជីវិតមកធានាទឹកអាចបណ្ដាទូកតែក៏អាចពលិចទូកបានដែរដើរទៅអាចការពារខ្លួនតែក៏អាចធ្វើរបួសដែរកំពីបន្ធូរសាច់ដុំជាកំពីសម្រួលកម្លាំងធាតុបើហាត់មិនបានល្អទេងាយនឹងប្រតិកម្មខ្លាំងណាស់កុំនិយាយច្រើនឆាប់យកមកយើងភ្លាមមកដូរមកល្អណាស់បងប្រុសសុំទោសណាឯងសួរខ្លួនឯងទៅមើលតែឯងមានសិទ្ធិហៅយើងថាបងប្រុសទៀតទេបងប្រុសស្ដាប់ខ្ញុំសិនឯងនិយាយមានគំនិតខុសគ្នាកុំនៅជាមួយគ្នាអីយ៉ាខ្លួនទៅណាកំគិតច្រើនពេកការពិតចំណឹងថាឯងនឹងបងប្រុសរបស់ឯងគង់តែមានថ្ងៃនេះទេប៉ុន្តែកំពេញនោះដុតចោលទៅហើយជារឿងមួយក៏ល្អដែរណាឯងគិតទៅមើលបើដុតវាចោលទៅហើយក៏មិនអាចទៅដើមអ្វីបានច្រើនដែរខ្ញុំជឿថាបដិជនអ៊ូស៊ូប្រឹងប្រែងតែមានគោលការណ៍ផ្នែកដ៏ល្អរបស់គាត់អាចមើលដឹងចំនួនរវាងខ្ញុំនិងបងប្រុសខ្ញុំយូរហើយឥឡូវត្រាកំពីគុណមួយនេះមកប្រឡងពីសេចក្តីអំណររបស់ខ្ញុំគាត់ដឹងមែនគាត់ដឹងថាប្រកុលឯងគាត់ប្រកាសជាមិនអស់សង្ឃឹមទេស្ដាយណាស់កំពីនោះខ្ញុំដុតបាត់ទៅហើយមិនខុសទេកំពីនោះត្រូវដុតចោលមែនប៉ុន្តែឯងភ្លេចអំពីថាសមត្ថភាពធំជាងគេគឺអ្វីមើលហើយមិនអាចភ្លេចខ្ញុំអាចសោតបានគ្រប់ពេលវេលាទាំងអស់ណាឯងចាំអត្ថន័យទាំងអស់នោះមែនណាមែនកំពីមិនធូរសាច់ដុំមួយក្បាលនោះនៅក្នុងនេះទាំងអស់ទៅហើយណាប្រសាណាអញ្ចឹងយើងសរសេរកំពីនោះឡើងវិញទៅបន្តមកប្រកបវត្តសាលីងយើងប្រកបដល់ម្ចាស់វិញហើយអ្នកដែលមិនអាចទទួលបានគឺមិនអាចទទួលបានរហូតអត់បញ្ហាយើងសម្ដែងចឹងចុះណាភាពពិសេសនៃព្រះអាទិត្យនិងព្រះច័ន្ទពីរំលាយចូលគ្នាបង្កើតជាអ្វីៗទាំងឡាយអ្នកបុរាណពូកែខាងសម្លេងយូរទៅនឹងខ្លាយទៅជាទេវតាការកម្បាំងនៃវិធីនេះមនុស្សមិនអាចដឹងបើអ្នកណាដឹងទៅហើយនឹងខំប្រឹងប្រែងមានចិត្តអំណត់អាសាបងអ្នកដែលជាក្រុមភាគតិចហើយអ្នកដែលហាត់កម្លាំងភាពចាំពីពេលចាប់ដើមរហូតដល់បានជោគជ័យរហូតនៅក្នុងមួយជីវិតទោះបីជាទំនេរឬក៏អត់មានរឿងដតីបើហាត់ពីកម្លាំងធាតុសម្លេងនេះដោយបន្តឥតឈប់ឈរចង់ធ្វើជាទេវតាមិនមែនជាការលំបាកឡើយដូច្នេះអ្នកដែលប្រឹងប្រែងហាត់នឹងបានលទ្ធផលជាពិសេសពីព្រះច័ន្ទនិងព្រះអាទិត្យបង្កើតកំណត់ឲ្យខ្ញុំរំសាយនៃការកស្ទះមានភាពជ្រះថ្លាគ្មានជំងឺមានផលប្រយោជន៍ធំមធ្យោបាយនេះហាត់រាល់ថ្ងៃ100ដែលហៅថាដើមខែមានដង្ហើមស្រស់ថ្មីស្រូបភាពល្អពីថ្ងៃពេលជប់មើលព្រះច័ន្ទហៅថាទឹកមាសពោពេញមានកម្លាំងធាតុស្រូបភាពល្អនៃច័ន្ទសម្លឹងមើលខែពេញបរមីពេលថ្ងៃមានភ្លៀងសស្រិចឬក៏ពេលមេឃមិនស្រឡះបដូរទៅជាថ្ងៃ2រោចឬក៏3រោច14កើតឬ15កើតគឺអាចបំពេញផ្នែកសតិអារម្មណ៍បើលើសពី6ថ្ងៃនេះព្រះអាទិត្យនិងច័ន្ទបាត់ភាពល្អមិនអាចស្រូបគ្រប់គ្រាន់ហើយអត់ស្លាប់ហើយអើយអត់ណាឯងពួកឯងមកហើយពួកឯងសរសេរហើយនៅ
មែនថ្ងៃនេះយើងបានប្រគល់ឲ្យបដិជគុណវិញហើយប៉ុន្តែខ្ញុំសេដល់ថ្នាក់នេះណែឯងចាំបានប្រហែលជួយចម្លងខ្ញុំវិញទៅណាចម្លងវិញទៅ មិនបានទេខ្ញុំហត់ណាស់បើភ្នែកមិនរួចទេ ណែឯងចម្លងវិញទៅណែក្រោកហើយណែតើខៃក្រោកឡើងមកតើខៃ ស្អីខ្ញុំក៏ដេកមិនលក់ដែរយកល្អខ្ញុំជួយចម្លងឲ្យឯង ឯងហ៎ណែអាសោះខ្ញុំឯងមកយល់ទេហ៎ បានហើយឲ្យតែឯងជឿខ្ញុំបានហើយ ជឿមិនក៏ថាមិនជឿកាន់ទៅគ្រាន់តែពិតជារំខានឯងមែនហើយណា ទុកចិត្តចុះ មើលល្អគឺជាមើលល្អរបស់ខ្ញុំមែនរំខានឯងហើយណាខ្ញុំដេកហើយខននដេកហើយ ណា ស្អីតើខៃសូមអភ័យទោសដែលខ្ញុំទៅដល់មិនលាខ្ញុំយល់ថាទីនេះមិនសមនឹងខ្ញុំទេហើយនេះខ្ញុំសម្រេចចិត្តចាក់ចេញដើម្បីស្វែងរកផ្លូវដល់ខ្លួនឯងសង្ឃឹមថាពួកឯងនឹងយល់ពីខ្ញុំថ្ងៃក្រោយជួបគ្នាថែរក្សាខ្លួនណាពីសងធានជូបដិជគុណលើមុនកលាទេសៈបង្ខំទៅដុតកម្ពីនោះចោលប៉ុន្តែស្អីបានចាំពីអត្តន័យអស់ហើយកណានឹងគេសហការគ្នារៀបរៀងកម្ពីនេះឡើងវិញពេលនេះសងទៅម្ចាស់ដើមសូមបដិជគុណទទួលទុកសម្មាសម្ពុទ្ធកម្ពីមួយនេះបានឆ្លងកាត់ពីលោកគ្រូអ៊ូស៊ូប្រគល់ឲ្យឧបាសកគឺជារបស់ឧបាសកហើយណាប៉ុន្តែវាជារបស់វត្តសាលិញបើកុំតែបងប្រុសកណាមកទីនេះបង្ករឿងវាក៏មិនធ្លាក់ទៅក្នុងដៃរបស់កណាដែរអ្វីត្បិតតែអញ្ចឹងមែនតែឧបាសកគ្មានកំហុសអ្វីទេសំណាងហើយនឹងទុកគឺមនុស្សជាអ្នកបង្កើតជាច្រើនឆ្នាំមុននេះវត្តសាលិញមានចំនួនជាច្រើនគឺព្រោះតែទីនេះរសារទុកកម្ពីគុណច្រើនពេកនេះជាដើមហេតុនៃគ្រោះថ្នាក់ហើយវាបានបន្សល់ទុកនៅកម្ពីច្រើនបែបនេះណាបើជូនដល់អ្នកដែលមាននិស្ស័យនឹងគ្នាវាប្រសើរជាងគម្ពីរមួយនេះធ្លាក់ក្នុងដៃឧបាសកទៅហើយនិយាយអញ្ចឹងគឺមាននិស្ស័យជាមួយនឹងឧបាសកបើចង់ដោះស្រាយយ៉ាងណាស្រេចតែឧបាសកnữaបដិជគុណណាឈប់និយាយទៀតទៅបើដឹងមុនអញ្ចឹងយើងមិនចាំបាច់ហត់បែបនេះទេ ប៉ុន្តែក្រោយពេលហាត់ហើយទើបយើងដឹងច្បាស់ណាបានហើយព្រះមានពុទ្ធដីកាថាទុកចិត្តគឺទម្លាក់ចោលឧបាសកទាំងពីរបានចាំវាទុកនៅក្នុងខួរទៅហើយគម្ពីរនេះតើនៅមានប្រយោជន៍អ្វីតទៅទៀតនោះឧបាសកទាំងពីរតើពេលណាទើបចុះពីលើភ្នំទៅអោះពួកកណាឡាមកនេះគឺចង់មកហាត់គុណទេសង្ឃឹមថាបដិជគុណបំពេញបំណងណា មែនហើយចាអធិការជាងទីពីរនាក់គឺពីដើមមកស្ងាយសរសើរវិជាសាវលិញណា ឃើញឧបាសកវ័យក្មេងបែបនេះមាននិស្ស័យជាមួយសាវលិញហើយនឹងមានគុណបំណាច់ទៀតនោះអាត្មាធ្វើខុសម្ដងចុះណាអរគុណបដិជគុណសម្មាសម្ពុទ្ធ